វិស័យចម្រៀងនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនវត្តមានតារាចម្រៀងឯករាជ្យកាន់តែច្រើនចុះបើយើងនិយាយអំពីផលិតកម្មចម្រៀងដែលធំជាងគេបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាតើជាផលិតកម្មណាតើអូននាងចង់បានអីសុំស្រដី5មកស្នេហាសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយាយអំពីវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាយើងវិញម្ដងដោយដែលបងប្អូនបានដឹងហើយថាបច្ចុប្បន្ននេះវិស័យចម្រៀងនៅក្នុងស្រុកខ្មែរយើងគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់វត្តមានរបស់សិល្បករថ្មីជាច្រើនបានលេចមុខជាបន្តបន្ទាប់ហើយពួកគេម្នាក់ៗគឺសុទ្ធតែពោរពេញទៅដោយសមត្ថភាពសក្តានុពលដែលអាចផលិតបាននូវបទចម្រៀងពោរពេញទៅដោយគុណភាពជាពិសេសនោះគឺតន្ត្រីបែបថ្មីបែប pop ឬក៏បែប R&B ដែលទទួលបាននូវការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រិយមិត្តយុវវ័យដោយនៅក្នុងនោះបទចម្រៀងនីមួយៗគឺមានការ view រាប់លាន view នៅក្នុង YouTube សឹងតែថាមិនចាញ់ចម្រៀងបរទេសនោះទេហើយបទចម្រៀងខ្លះថែមទាំងល្បីល្បាញនៅលើឆាកអន្តរជាតិទៀតផងចុះបើយើងនិយាយអំពីផលិតកម្មនៅក្នុងស្រុកខ្មែរយើងនាពេលបច្ចុប្បន្ននេះតើផលិតកម្មណាដែលអាចគ្រងតំណែងជាផលិតកម្មធំជាងគេសម្រាប់ខ្ញុំគឺខ្ញុំឲ្យតម្លៃទៅលើ3ចំណុចដែលខ្ញុំគិតថាធំនិងមានស្តង់ដារនៅក្នុងប្រទេសកម្ពុជាយើងទី1គឺខ្ញុំឲ្យតម្លៃទៅលើគុណភាពនៃការផលិតបទចម្រៀងទី2លទ្ធភាពនៅក្នុងការហក់ចូលលើឆាកអន្តរជាតិនិងចំណុចទី3ការគ្រប់គ្រងសិល្បករបែបស្តង់ដារអញ្ចឹងបើនិយាយអំពីផលិតកម្មដែលមានស្តង់ដារនិងធំជាងគេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះខ្ញុំអាចនិយាយបានថាគឺផលិតកម្មបារមីមូលហេតុដែលខ្ញុំគិតថាបារមីជាផលិតកម្មដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាគឺដោយសារតែទី1សិល្បករពោរពេញទៅដោយគុណភាពនិងមានសមត្ថភាពអាចនិយាយបានថាគាត់សម្រិតសម្រាំងមែនទែនមុននឹងយកសិល្បករណាមួយចូលទៅកម្មផលិតកម្មរបស់គាត់ជាក់ស្ដែងដូចជាកំពូលតារារ៉េបម៉ាន់វ៉ាន់ដានិងតារាចម្រៀងល្បីៗជាច្រើនទៀតនៅក្នុងផលិតកម្មមួយនេះបទចម្រៀងរបស់បារមីគឺពោរពេញទៅដោយគុណភាពគឺគាត់សម្រិតសម្រាំងខ្លាំងទាំងទៅលើការផលិតបទចម្រៀងជា audio ទាំងទៅលើការផលិតបទចម្រៀងជា MV ជាពិសេសគឺការផលិតបទចម្រៀងដែលស្របទៅនឹងបរិបទការនិយមរបស់យុវវ័យសម័យថ្មីរសជាតិតន្ត្រីថ្មី vibe ថ្មីគឺតែងតែចេញពីផលិតកម្មបារមីជាពិសេសគឺវ៉ាន់ដាតែម្ដងហើយបើនិយាយអំពីការប្រកួតប្រជែងនៅលើឆាកអន្តរជាតិបារមីគឺមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផលិតបទចម្រៀងដែលពោរពេញទៅដោយគុណភាពបែបអន្តរជាតិដែលអាចនាំឲ្យសិល្បកររបស់គាត់មានគេឈ្មោះនៅលើឆាកអន្តរជាតិបានជាស្ដែងផលិតកម្មបារមីតែងតែបញ្ជូនសិល្បកររបស់ខ្លួនទៅចូលរួមនៅព្រឹត្តិការណ៍ក៏ដូចជាមហោស្រពតន្ត្រីធំជាច្រើនរាប់មិនអស់រួចមកហើយជាពិសេសគឺវ៉ាន់ដាតែម្ដងក្រៅពីវ៉ាន់ដាបារមីក៏បណ្ដុំទៅដោយសិល្បករវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពជាច្រើនដូចជាវ៉ាន់ថាន់យូហៃកញ្ញារ៉េស៊ូសាណានិងលោកនរិទ្ធជាដើមចំណុចមួយទៀតដែលខ្ញុំតែងតែសរសើរផលិតកម្មមួយនេះគឺទាក់ទងជាមួយនឹងការគ្រប់គ្រងសិល្បកររបស់ខ្លួនទាំងទៅលើការផ្សព្វផ្សាយនៅលើ social media ឬក៏សកម្មភាពផ្សេងចេញមកគឺមានស្តង់ដារបែបគុណភាពមិនចាញ់ផលិតកម្មនៅក្រៅស្រុកនោះទេដែលចំណុចទាំងអស់នេះហើយខ្ញុំជឿជាក់ថាបារមីនឹងក្លាយជាផលិតកម្មដែលឈានមុខគេនៅក្នុងស្រុកខ្មែរដែលអាចនាំឲ្យវិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនជាពិសេសគឺនៅលើឆាកអន្តរជាតិតែម្ដងដែលធ្វើឲ្យបរទេសកាន់តែស្គាល់អំពីប្រទេសកម្ពុជាដោយឡែកក្រៅពីបារមីក៏នៅមានផលិតកម្មធំនិងតារាចម្រៀងឯករាជ្យជាច្រើនរូបទៀតដែលខ្ញុំគិតថាពួកគាត់សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកស្ទួយវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើននិងតែងតែមានអ្វីដែលថ្មីបម្រើទស្សនិកជនឲ្យទទួលបាននូវបទចម្រៀងស្ដាប់ពីរោះជាច្រើនដែលនៅក្នុងនោះមានដូចជាផលិតកម្ម Club Johan ដែលមានតារាចម្រៀងល្បីៗជាច្រើនផលិតកម្ម SG Movement ក្រុម Lasima Cartel ហើយក្រៅពីនោះតារាចម្រៀងឯករាជ្យជាច្រើនក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាដែរដូចជាលោក G David លោក Thena អ្នកនាងពេជ្រសូលីកាលោកស៊ូលីផេនជាដើមហើយថ្មីនេះវត្តមានរបស់តារាចម្រៀងឯករាជ្យជាច្រើនបានលេចមុខជាបន្តបន្ទាប់ដែលកំពុងតែសាងស្នាដៃដែលគួរឲ្យភ្ញាក់ផ្អើលដែរនោះដូចជាលោកទេពពិសិដ្ឋលោក NPN លោកសដេសជាដើមនិងនៅមានតារាចម្រៀងថ្មីជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់ទេនៅក្នុងវីដេអូមួយនេះក៏ប៉ុន្តែអ្នកទាំងអស់គ្នាតែងតែបានឃើញនៅវត្តមានរបស់គាត់នៅក្នុង YouTube ក៏ដូចជានៅលើបណ្ដាញតន្ត្រីផ្សេងជាច្រើនដែលពួកគាត់សុទ្ធតែផលិតបទចម្រៀងបានល្អខ្លាំងមែនទែនរសជាតិថ្មីពីរោះស្ដាប់ទៅប្លែកអារម្មណ៍ខ្លាំងដែលយើងមិននឹកស្មានថាកូនខ្មែរមានសមត្ថភាពនឹងអាចធ្វើបានដល់ថ្នាក់នេះងាកមកកាន់ផលិតកម្មហងមាសវិញដែលជាផលិតកម្មចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាប្រសិនបើចង់ឲ្យទទួលបាននូវការគ្រប់គ្រងខ្លាំងដូចមុនក៏ដូចជាក្នុងនាមជាផលិតកម្មដែលធំជាងគេនៅក្នុងស្រុកខ្មែរខ្ញុំគិតថាគាត់គួរតែពង្រឹងទៅលើគុណភាពនៅក្នុងការផលិតបទចម្រៀងឡើងវិញមើលទៅលើសកម្មភាពការងាររបស់សិល្បករឡើងវិញជាពិសេសនោះគឺផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីនៅក្នុងការផ្សព្វផ្សាយនៅបទចម្រៀងកុំឲ្យគាត់ចេញច្រើនតែបរិមាណក៏ប៉ុន្តែមិនសូវជាទទួលបាននៅប្រជាប្រិយភាពពីព្រោះថាហងមាសគឺជាផលិតកម្មមួយដែលគាត់មានលទ្ធភាពគ្រប់គ្រាន់មិនថាតែធនធានមនុស្សឧបករណ៍ទំនើបបច្ចេកវិទ្យាថ្មីគឺគាត់តែងតែឈានមុខគេតាំងពីដើមមកហើយក៏ប៉ុន្តែដោយសារតែមួយរយៈចុងក្រោយនេះមិនសូវជាផ្ដោតខ្លាំងទៅលើចម្រៀងដូចមុន
ទើបយើងឃើញថាហាក់ដូចជាមិនសូវជាមានបទចម្រៀងណាដែលល្អច្រើនពីផលិតកម្មខ្នាតយក្សមួយនេះអញ្ចឹងសរុបមកវិញគោលបំណងនៅក្នុងការនិយាយនៅក្នុងវីដេអូមួយនេះគឺខ្ញុំគ្រាន់តែចង់និយាយអំពីវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាយើងដែលកំពុងតែមានការរីកចម្រើនខ្លាំងជាពិសេសគឺវត្តមានតារាចម្រៀងឯករាជ្យជាច្រើននៅក្នុងប្រទេសកម្ពុជាយើងដែលសុទ្ធតែជាអ្នកដែលមានសមត្ថភាពនិងទេពកោសល្យខ្ពស់អញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតហើយប្រសិនបើការនិយាយស្ដីរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះមានចំណុចខុសឆ្គងត្រង់ប្រការណាមួយនោះក៏សូមអធិស្ឋានផងជួបគ្នានៅវីដេអូក្រោយខណៈនេះខ្ញុំបាទច័ន្ទតារារិទ្ធសូមអរគុណនិងសូមជម្រាបលា